កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យបំបែកសំណុំរឿងករណីប្រទេសឃើញសពជនជាតិចិនម្នាក់ដែលគេយកទៅកប់ចោលនៅស្រុកអូជ្រៅនិងឃាត់ខ្លួនបានជនសង្ស័យចំនួន5នាក់លោកឧត្តមសេនីយ៍តូសិទ្ធឡោះសំណងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់បណ្ដាញសារព័ត៌មាននាថ្ងៃទី26ខែឧសភាឆ្នាំ2025នេះថាជនល្មើសចំនួន5នាក់ដែលបានដឹកសពជនជាតិចិនម្នាក់យកទៅកប់ចោលនៅស្រុកអូជ្រៅខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បានហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយដែរជុំវិញករណីរឿងខាងលើនេះលោកឧត្តមសេនីយ៍តូសិទ្ធឡោះបានបញ្ជាក់ថាកាលពីថ្ងៃទី19ខែឧសភាឆ្នាំ2025វេលាម៉ោង 19:53 នាទីមានរថយន្ត2គ្រឿង Mazda Alfa បានជាប់ភក់នៅត្រង់ចំណុចផ្លូវលំភូមិបឹងស្នោឃុំស្លក្រាមស្រុកស្វាយជ័យពេលនោះអ្នកបើករថយន្តនិងអ្នកជិះក្នុងរថយន្តបានរកប្រជាពលរដ្ឋឲ្យជួយទាញរថយន្តចេញពីភក់រួចក៏បើកចេញបាត់ទៅលុះស្អែកឡើងដោយមានការសង្ស័យប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចនគរបាលភ្លាមនោះសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងនោះធ្វើការត្រួតពិនិត្យក៏ឃើញមានសាកសពម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល45ឆ្នាំសង្ស័យជាជនជាតិចិនកប់នៅក្នុងប្រឡាយដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអัยការសាលាដំបងខេត្តបន្ទាយមានជ័យថ្នាក់ដឹកនាំបានបង្កើតគណៈកម្មការពិនិត្យសាកសពជាលទ្ធផលផ្នែកក្បាលដងខ្លួននិងផ្នែកអវយវៈពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេយោងតាមការសន្និដ្ឋានរបស់លោកវិជ្ជបណ្ឌិតនិងមានការពិនិត្យយ៉ាងល្អិតល្អន់របស់ជំនាញកសវិច័យការបំភ្លឺរបស់សាក្សីនិងមានការឯកភាពបឋមពីលោកព្រះរាជអាជ្ញារងបានសន្និដ្ឋានថាជនរងគ្រោះសង្ស័យស្លាប់ដោយសារគាំងបេះដូងលោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាក្រោយមានករណីនេះកើតឡើងលោកបានបញ្ជាឲ្យកងកម្លាំងនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូជ្រៅធ្វើការស្រាវជ្រាវតាមរករថយន្តនិងមុខសញ្ញាខាងលើរហូតឃាត់ខ្លួនជនល្មើសបានចំនួន6នាក់ជនជាតិមីយ៉ាន់ម៉ាចំនួន5នាក់និងជនជាតិចិនចំនួន1នាក់នៅចំណុចការដ្ឋានចិនស្ថិតនៅក្នុងភូមិប្រាសាទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដោយដកហូតបានរថយន្តចំនួន2គ្រឿង Max Lexus LM ពាក់ស្លាកលេខកម្ពុជា ST 1001និងរថយន្ត Max Lexus LM ពាក់ស្លាកលេខភ្នំពេញ CA 6968ក្រោយធ្វើការសាកសួរក្នុងចំណោមជនល្មើសខាងលើបានឆ្លើយអះអាងថាជនរងគ្រោះមានឈ្មោះអាស៊ីងជាជនជាតិចិនដែលត្រូវបានយកកប់ចោលជាបុគ្គលិកដែលខ្លួនទទួលយកមកធ្វើការបានមួយរយៈពេលជនរងគ្រោះកើតជំងឺបេះដូងក៏ស្លាប់នៅក្នុងបន្ទប់ពេលនោះពួកគេក៏ភ័យបាននាំកូនចៅជនជាតិភូមាចំនួន5នាក់រួមទាំងរូបគេបានជិះរថយន្ត2គ្រឿងខាងលើដឹកសាកសពជនរងគ្រោះយកទៅប្លង់ចោលនៅក្នុងព្រៃឆ្ងាយដែលខ្លួនមិនស្គាល់តែម្ដងទៅព្រោះខ្លាចប៉ូលីសឃើញក្រោយបញ្ចប់ការសួរនាំសំណងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនក្រុមជនល្មើសជាជនជាតិភូមាចំនួន5នាក់ទៅតុលាការរហូតចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្ដង